ជាដំបូងសូមក្រាបថ្វាយបង្គំទៅកាន់គុណម្ចាស់គ្រប់ព្រះអង្គទាំងអស់ក៏ដូចជាជំរាបសួរទៅកាន់អ៊ំពុំមីងពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់មកបង្ហាញពីអារម្មណ៍តិចតែពាក់ព័ន្ធទៅនឹងការថតរឿងខ្លីរបស់យើងចំណងជើងស្នាប់ផ្សាយជនបទសម្រាប់រឿងខ្លីរបស់យើងបានបញ្ចប់ប្រហែលជា10ថ្ងៃឯដែរហើយការបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook ក៏បានការទទួលការគាំទ្រពីអ៊ំពុំមីងពុកម៉ែបងប្អូនតែគាត់បានជួយចែករំលែកក៏ដូចជារងចាំទស្សនាទៅវិញខ្ញុំមិនមានអ្វីច្រើនទេមានតែពាក្យថាអរគុណទៅកាន់អ៊ំពុំមីងពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការរងចាំក៏ដូចជាការជួយចែករំលែកនិងការគាំទ្រមកកាន់ Page បច្ចេកទេសរបស់ពួកយើងសម្រាប់ការបង្កើត Page បច្ចេកទេសរបស់ពួកយើងជាដំបូងឡើងគឺពួកយើងបង្កើតឡើងដើម្បីផុស assignment របស់សាលាដោយសារតែទី1គ្នារបស់ពួកយើងគឺនឹងចិត្តបញ្ចប់ការសិក្សាក្នុងពេលឆាប់ៗនេះឯងហើយមួយទៀតពួកយើងគិតថាការបង្ហោះនៅក្នុងបណ្ដាញសង្គមទុកចោលវាជាអនុស្សាវរីយ៍មួយដែលការបង្កើតឡើងដោយក្រុមរួមគ្នាទាំងអស់គ្នាដែលការសហការគ្នាបានយ៉ាងល្អហើយពីខ្ញុំទៅវិញខ្ញុំសូមអរគុណពុំមីងពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចែករំលែកក៏ដូចជាការលើកទឹកចិត្តមកកាន់ក្រុមរបស់ពួកយើងដោយសារតែពួកយើងគឺចាប់បានពី0ហើយក៏ដូចជាថ្មីថ្មោងមែនទែនទៅកាន់បណ្ដាញសង្គមមួយនេះសម្រាប់បងប្អូនអ៊ំពុំមីងដែលមិនទាន់ like និង follow page ខ្ញុំជួយ like និង follow page សម្រាប់ការកំសាន្តវីដេអូផ្សេងៗនឹងមានជាច្រើនទៀតដើម្បីចែកជូនដល់អ៊ំពុំមីងពុកម៉ែបងប្អូនអរគ្នាសូមអរគុណ